ពិបាកជាងគេគឺខ្ញុំធ្វើការក្រុមមកគាត់ដូចថាខ្ញុំពិបាកធ្វើការដូចថាគេប្រាប់ ABCD ខ្ញុំធ្វើ ABCD ខ្ញុំអត់ចូលចិត្តអញ្ចឹងហើយអត់ចូលចិត្តគេសមាជិកជំនួសអត់ចូលចិត្តឲ្យគេសមាជិកជំនួសទទួលខុសត្រូវរបស់ខ្ញុំអញ្ចឹងមកខ្ញុំសម្រាប់ចិត្តខ្ញុំទទួលខុសត្រូវចំពោះការសមាជិករបស់ខ្ញុំចំហបានប៉ុណ្ណាប៉ុណ្ណឹងបាទនិយាយទៅរងថ្ងៃនេះប្រភពចំណូលរបស់ខ្ញុំរងថ្ងៃគឺចំណូលចេញមកពី2ច្រកបងទី1គឺអូខេស្វាគមន៍សាជាថ្មីមកកាន់ season 5 របស់ podcast ថែមម៉ោងដែលយើងស្គាល់ថា Overtime podcast ហើយថ្ងៃនេះ open up with the bang ថ្ងៃនេះគឺអូយពិបាកស្ដាប់ដាក់ដោះកាសចេញមកណានិយាយគ្នាប្រូអូខេបងតេះដើម្បីកុំឲ្យគេដាច់សលេងអូខេព្រោះសាថ្មីតេះឧបករណ៍ថ្មីគេអាច error សលេងអីចឹងណាបាទបងបាទអូខេសូមដោះចេញមកព្រោះអត់ទៅប្រកែស្ដាប់ទេថ្ងៃនេះជាការបើកឆាកជាការបើកទំព័រថ្មីនៃ season ថ្មីរបស់ Overtime podcast គឺមានបាត់ល្អមួយរូបប្អូនប្រុសមួយរូបនៅក្នុងវិស័យរាប់អានគ្នាមួយរយៈចុងក្រោយប៉ុន្តែមានភាពស្អិតមួយច្រើនហើយក៏ជជែកគ្នាច្រើនបាទហើយក៏បាន plan យូរហើយតែចង់ធ្វើ podcast នេះហ្នឹងហើយអញ្ចឹងថ្ងៃនេះគឺតេស្តឆាកថ្មីតេស្ត season ថ្មីណាអូខេជួបទាំងអស់គ្នាថ្ងៃនេះយើងមានភ្ញៀវកិត្តិយសពិសេសមកពី JTT himself ណូរ៉ាសុខសប្បាយប្រូសុខសប្បាយបងសុខសប្បាយឈមយ៉ាតន់ចិនបងយកចាក់ចូលវិញទៅឲ្យក្តៅតិចទៅចាំចាក់ទៀតអូខេសុខសប្បាយ brother សុខសប្បាយបងសុខសប្បាយមកយាយមួយរយៈនេះសុខទុកយ៉ាងណាដែរឥឡូវផ្ដោតទៅលើគេថ្ងៃនេះមុនមកនេះទាំងអស់គ្នាថ្ងៃនេះហៅនរ៉ាមកនេះគឺមកភ្លាមហ្មងខ្ញុំរៀបទុំរៀបចំ set ហើយផែនការគឺត្រូវតែតឡើង set សាថ្មីភ្លាមតែម្ដងបាទបងហើយយើងចាប់ផ្ដើមរោនៅ episode season ថ្មីរបស់ពួកយើងនេះថ្ងៃនេះគឺល្ងាចឲ្យព្រោះថ្ងៃស្អែកឲ្យសុខខ្ញុំថតមួយថ្ងៃពេញហើយថ្ងៃនេះភ្លាមហ្មងគឺថាអត់ចង់ចាំស្អែកនៅឃើញនរ៉ារៀង available ទុំថតចប់នៅចុងចេញពី office JTT មកឥឡូវគឺអត់មកភ្លាមដើម្បីធ្វើការថតភ្លាមហ្មងអញ្ចឹងអរគុណច្រើននរ៉ាដែលបានចូលរួមអរេបងអរេហើយឥឡូវរវល់គេខ្លះឥឡូវថ្ងៃរវល់ picture ធ្វើ content មួយយ៉ាងនេះចាប់ផ្ដើមរៀងរវល់ឡើងវិញបងអូខេចាប់ផ្ដើមភ្ញៀវគាត់តាក់ទងមកដើហើយអញ្ចឹងទៅត្រូវថតអីច្រើនទាំងក្រុមទាំងផ្ទាល់ខ្លួនហើយថតទាំង production របស់ client អីទៀតវាមួយយ៉ាងនេះរៀងរវល់តិចអូខេអញ្ចឹងមកឥឡូវទាំងទៅរឿងសនួរអាសានិយាយគ្នាហ្មងហើយអូខេបងទី1ចាប់ផ្ដើមមកពីណា JTT ហ្នឹងអូខេចាប់ផ្ដើមមកពីណាចំណុចណាហេតុអីបានជាទៅប្រមូលផ្ដុំគ្នាបាន JTT មកហ្នឹងនិយាយទៅចេះបងមុនចាប់ផ្ដើមហ្នឹងនិយាយទៅខ្ញុំហ្មងបងខ្ញុំជាមនុស្សម្នាក់ដែលដូចថាខ្ញុំមានគណិតមាន idea ប៉ុន្តែខ្ញុំអត់ចេះបញ្យល់ខ្ញុំអត់ចេះបញ្យល់ថាឲ្យគេយល់ថា idea ហ្នឹងវាមិនខ្ញុំអត់ចេះហ្មងមិនឲ្យខ្ញុំឧទាហរណ៍ថាបើពេលខ្ញុំធ្វើការខ្ញុំដឹងថាអាការងារមួយហ្នឹងបើធ្វើអាចចេះវាលឿនជាង more effective ប៉ុន្តែខ្ញុំអត់ដឹងថាបញ្យល់គេប្រាប់មិនអត់ដឹងថាបញ្យល់ឬក៏ convince គេមិនឲ្យគេធ្វើតាម idea របស់យើងហ្នឹងឲ្យគេសាកល្បង idea របស់យើងហ្នឹងខ្ញុំអត់ចេះហ្មងអញ្ចឹងវាម្ដងជាពីរដងរហូតដល់ពេលមួយខ្ញុំគិតថាចង់ធ្វើអីជាខ្លួនឯងចង់ធ្វើការងារដែលមានការសម្រេចចិត្តខ្លួនឯងព្រោះខ្ញុំតាំងពីធ្វើការមកខ្ញុំអត់ចេះខ្ញុំពិបាកជាងគេគឺខ្ញុំធ្វើការក្រុមមកគាត់ដូចថាខ្ញុំពិបាកធ្វើការដូចថាគេប្រាប់ ABCD ខ្ញុំធ្វើ ABCD ខ្ញុំអត់ចូលចិត្តអញ្ចឹងខ្ញុំចូលចិត្តថាបើគេប្រាប់អូខេគេប្រាប់តែចំណុចថាទៅចំណុច A អញ្ចឹងមិនប្រកាសថាខ្ញុំត្រូវជិះពី BC ទៅ A វាអាចវិលជុំមិនក៏បានដែរសំខាន់ឲ្យទៅដល់ចំណុច A ខ្ញុំចូលចិត្តអញ្ចឹងជាងខ្ញុំចូលចិត្តអញ្ចឹងជាជាងទៅធ្វើតាមក្រមកខខខខ្ញុំអត់ចូលចិត្តអញ្ចឹងហើយអត់ចូលចិត្តដូចថាគេសមាជិកជំនួសអត់ចូលចិត្តឲ្យគេសមាជិកជំនួសទទួលខុសត្រូវរបស់ខ្ញុំអញ្ចឹងមកខ្ញុំសម្រាប់ចិត្តខ្ញុំទទួលខុសត្រូវចំពោះការសមាជិករបស់ខ្ញុំអញ្ចឹងហើយបានចាប់ផ្ដើមរហូតដល់ពេលចុងក្រោយនេះខ្ញុំសម្រាប់ចិត្តថាឈប់ធ្វើអីដែលខ្ញុំធ្លាប់ធ្វើហើយមកចាប់ធ្វើជាការងារជាអ្នកផលិតមាតិកាវិញអញ្ចឹងទៅការសមាជិកទាំងអស់វាការចេញពីខ្ញុំខ្លួនឯងហើយខ្ញុំទទួលខុសត្រូវលើការសមាជិករបស់ខ្ញុំហើយខ្ញុំអត់ទៅការបញ្យល់ឬក៏ convince គេដើម្បីឲ្យគេទទួលយកគំនិតហ្នឹងឯងគឺខ្ញុំចេញលទ្ធផលជាគំនិតហ្នឹងឲ្យឃើញហ្មងឲ្យគេឃើញពីលទ្ធផលថាអូខេគំនិតខ្ញុំនេះអានេះជាគំនិតរបស់ខ្ញុំនេះជាលទ្ធផលដែលទទួលបានអូខេ creative freedom មកនិយាយបងតែមើលសួរក្រៅផែនការសួរក្រៅផ្លូវការតិច
ការ form JTT ហ្នឹងពីណាគេអ្នក form មុនគេហេតុអីបានទៅស្គាល់គ្នារៀបជាមួយនឹង Tableau ទៅបាន3នាក់នឹងមកហើយហេតុអីបានដាក់ឈ្មោះ JTT ហ្នឹងហ្នឹងក្រៅផ្លូវការខែផែនការទេអត់បានពេញទុកទេអត់អីបងនិយាយទៅខ្ញុំស្គាល់រៀបតាំងទូចបងនិយាយទៅយើង grow up មួយគ្នាតាំងទូចរៀនតាំងពីថ្នាក់ទី1ទី2តាំងពីទូចមួយគ្នាបងហើយ Tableau ខ្ញុំស្គាល់ក្រោយដោយសារតែដូច Tableau ហើយរៀបក៏ស្គាល់គ្នាតាមក្រោយទៅយើងក៏ស្គាល់គ្នាតទៀតទៅបន្ទាប់មកពីរអ្នកគាត់ឯង actually ពីរអ្នកគាត់ឯងដែលបង្កើតក្រុមនឹងមុនខ្ញុំក្រោយគេខ្ញុំកូនបើឯងតែពេលគេបង្កើតក្រុមនឹងទៅគេធ្វើគេដូចថាគេចង់ធ្វើជាវីដេអូចង់អីហ្នឹងគេក៏ថ្ងៃមួយហ្នឹងគេក៏បបួលខ្ញុំធ្វើលេងពេលហ្នឹងបបួលលេងហ្នឹងខ្ញុំក៏ចេះអូខេខ្ញុំចង់ធ្វើដល់ស្រាប់ដែរចូលរួមមួយគេបានម្ដងគេក៏ហៅចូលក្រុមម្ដងទៅ and then ក៏យើងចាប់ផ្ដើមបង្កើតជាក្រុមហើយឈ្មោះហ្នឹងក៏គេដាក់ឲ្យស្រែកដែរឈ្មោះហ្នឹងតែពេលសុំសួរទៅគឺគេអត់ដឹងថាដាក់ឈ្មោះអីអញ្ចឹងគេដាក់ចេះតែធ្វើទៅអញ្ចឹងអា content ហ្នឹងគឺវា broad វាទលំទលាយអញ្ចឹងអត់ដឹងថាធ្វើអីប្រកាសទេដឹងតែមាន idea អីធ្វើដឹងមកអូខេប៉ុន្តែមានអារម្មណ៍ថារាល់ថ្ងៃហ្នឹងពិតជាចិត្តតែធ្វើមែនអត់ពិតជាមានអារម្មណ៍ថា concept ហ្នឹងវា fit យូរទៅវា fit មែនអត់មានអារម្មណ៍ថារាល់ថ្ងៃអត់មានផែនការនឹកឃើញ content ធ្វើហ្មងមានអារម្មណ៍ចឹងអត់មានអារម្មណ៍ថាវាចឹងទីដំបូងមានអារម្មណ៍ចឹងបងមានអារម្មណ៍ថាពិតជាចេះតែធ្វើមែនមានថានឹកឃើញអីធ្វើនឹងឃើញអីធ្វើនឹងនឹកឃើញអីធ្វើនឹងហ្មងប៉ុន្តែរហូតមកដល់ឥឡូវវាចេះតែធ្វើប៉ុន្តែមិនមែនចេះតែធ្វើមានថាយើងចាប់ផ្ដើម focus ថាយើងធ្វើមាន plan ច្បាស់លាស់មាន storyboard មានគោលដៅជាពិសេសគោលដៅចំពោះការ insert product ចឹងមានថាទោះបីជាយើងមាន idea broadly ប៉ុណ្ណាក៏ដោយប៉ុន្តែគោលដៅមួយគឺទាញធ្វើម៉េចចូល product ហ្នឹងចូលលើការនិយាយពី product របស់ client និយាយពីសេវាកម្មរបស់ client ហ្នឹងអញ្ចឹងវា actually វាចេះតែធ្វើប៉ុន្តែมัน not really ចេះតែធ្វើ you got what I say បងyeah អញ្ចឹងឥឡូវដោយសារនរៈចូលទៅលើកន្លែងហ្នឹងហើយទៅចូលទៅដល់អាជីវកម្មអីចឹងpodcast យើងគឺមាន podcast អញ្ចឹងសូមមកឈុំច្បល់លំដាប់លំដោយរបស់សំណួរបន្តិចណាខ្ញុំបានព្រៀងគ្នាដែរយាមត្រង់មកអ្នកនរគ្នាគឺខ្ញុំនិយាយប្រាប់គ្នាប្រាប់នរៈមុនដែរថាខ្ញុំចង់សួរអីគេចង់ចែកពីអីព្រោះខ្ញុំអត់ចង់លាក់អីកុំឲ្យមានអារម្មណ៍ថាpodcast យើងរៀបគេដល់អ្នកនរគ្នាថ្ងៃណាមួយណាគេគាត់បងគាត់ character គាត់ឡើងមក podcast ឯងគាត់មានអារម្មណ៍មិនបានសួរសំណួរមុនខ្ញុំយកចិត្តសួរសំណួរមុនពីព្រោះខ្ញុំចង់ទុកឲ្យខ្ញុំអត់សូវចង់ free flow ពេកទេខ្ញុំចង់ឲ្យភ្ញៀវគាត់ឲ្យ fair សម្រាប់ភ្ញៀវគាត់មានការបានក៏គិតថាគាត់ឆ្លើយមិនដើម្បីឲ្យចំគោលដៅរបស់គាត់ដែរហ្នឹងហើយបងអញ្ចឹងមិនចង់ free flow បន្តិចចង់សួរនរៈវិញព្រោះនរៈនិយាយអំពីរឿង plot product របស់ភ្ញៀវចូលអីចូលអញ្ចឹងខ្ញុំគិតថានឹងមានបងដែលគាត់ឆ្ងល់ថាវិស័យ content creator ហ្នឹងអាជីវកម្មជាមុខរបរទៅយ៉ាបងអាជីវកម្មរបស់វិស័យ content creator ហ្នឹងនិយាយឲ្យគ្រួសារទៅតើរាល់ថ្ងៃនេះច្រកនៃអាជីវកម្មនៅក្នុងវិស័យ content creator មានប្រហែលឈប់ហៅលុយពីអីមកខ្លះដែរក្នុងនាមនរៈជា content creator ពីប្រភេទ content creator នៅក្នុងក្រុមមួយ content creator បែប solo មួយអញ្ចឹងរបៀបហើយនឹងចំណូលនឹងខុសគ្នាដឹងខុសគ្នាបង apply ឯងមើលឥឡូវមើលណែនាំទីមើលបើកចំហទីមើលបើកចំហបានប៉ុណ្ណាប៉ុណ្ណឹងបាទនិយាយទៅរងថ្ងៃនេះប្រភពចំណូលរបស់ខ្ញុំរងថ្ងៃគឺនិយាយទៅខ្ញុំគឺធ្វើមាតិកាហ្នឹង full time ហ្មងមានថាខ្ញុំធ្វើអាហ្នឹងគឺជាការងារ snow ជា income snow របស់ខ្ញុំហ្មងអញ្ចឹងចំណូលចេញមកពីច្រកបងទី1គឺ client គាត់មាន product ឬក៏សេវាកម្មដែលគាត់ចង់ឲ្យយើងផ្សព្វផ្សាយអញ្ចឹងពួកខ្ញុំក៏បង្កើតជា content ជាសាច់រឿងអីណាមួយដែលទាញចំណាប់អារម្មណ៍របស់អ្នកទស្សនា and then យើងសោក product របស់គាត់ឬក៏សោកសេវាកម្មរបស់គាត់នៅក្នុងហ្នឹងអញ្ចឹងវាជាការផ្សព្វផ្សាយបែបដោយប្រយោលមួយឬក៏ brand awareness បាទ brand awareness មួយទី2គឺការផ្សព្វផ្សាយ directly ពាណិជ្ជកម្មដូចជាការថត TVC ការទៅថត digital តាក់ទងជាមួយក្រុមហ៊ុនផ្សេងៗដែលគាត់ថត production របស់គាត់ហ្នឹងហើយយើងទៅ appear នៅក្នុងហ្នឹងអាហ្នឹងគឺជាប្រភពចំណូលមួយទៀតហើយប្រភពចំណូលទី3មួយទៀតហ្នឹងគឺជាការឥឡូវនេះគឺវាហៀមិនត្រឹមតែវិស័យ creator មកវាហៀចូលដល់វិស័យ con មួយទៀតអញ្ចឹងក៏បានចំណូលពីខាងថត con រឿងមួយចំនួនដែរហើយទី4ចុងក្រោយគេហ្នឹងគឺតាក់ទងជាមួយនឹងការអាហ្នឹងនិយាយមិនអត់ត្រូវចូលរួម event ផលិតផលខ្លួនឯងអត់ទាន់ដល់ផលិតផលខ្លួនឯងទេបងអត់ទាន់ដល់ទេមានថា soon ប៉ុន្តែគាត់អត់ទាន់ដល់ហ្នឹងចង់និយាយអីគេបើនិយាយភាសាធម្មតាមើលខ្ញុំជួយបកប្រែឲ្យអាចង់និយាយហ្នឹងមានន័យថាចេះមានន័យថា
client ហ្នឹងគាត់អត់ខ្វល់ថាយើងនិយាយពីប្រដាក់គាត់បែបម៉េចទេសំខាន់ដូចយើងធ្វើអីធ្វើទៅគ្រាន់តែអាភានឹងគ្រាន់តែបន្តិច product placement product placement yes product placement ហ្នឹងហើយ client គាត់ខ្វល់និយាយបើគាត់វានិយាយទៅជា sponsor ផងពីរប្រភេទ sponsor មួយគឺពួកយើងត្រូវគិត creative ដើម្បីឲ្យ content របស់យើងមាតិការបស់យើងហ្នឹងវាសមស្របហើយអាចជួយរុញផលិតផលហ្នឹងទៅបានដែរបាទអាហ្នឹងគឺ paid post អញ្ចឹងណាជាការធ្វើវីដេអូមាតិកា sponsor ដោយរៀង connect មួយ brand តែដល់មួយទៀតគឺគេ placement ហ្មងអញ្ចឹងយើងធ្វើអីធ្វើទៅតែយើងមានផលិតផលក្នុងហ្នឹងអាចជាតម្រង់ជួនកាលដាក់លើតុអញ្ចឹងឧទាហរណ៍ធ្វើផ្កាអីអញ្ចឹងណាខ្ញុំផឹកកាហ្វេតែកាហ្វេអត់មានអានេះយើងទិញផឹកខ្លួនឯងណាតែយើងដាក់នៅ podcast មួយប៉ុកអញ្ចឹងអាហ្នឹងក៏ហៅថាplacement មួយដែរតែអាចជាតម្រង់ឧទាហរណ៍ខ្ញុំពាក់អាវមាន logo មួយនិយាយទេដល់ Logan Paul គឺសម្បូរណាស់យើងមើល podcast ខ្លះគ្រាន់តែដាក់អាវមួយទាំងអស់គ្នាគ្រាន់តែអាវមួយនៅលើ podcast របស់ YouTuber សកគេហ្នឹង$1,500គ្រាន់តែឲ្យពាក់អាវ print ដាក់ពីលើ logo ហើយពេលខ្លះទៅអត់ដាក់ logo ទេ QR code បងធ្វើឲ្យគេឆ្ងល់គេ scan ប៉ុបចូល website $1,500 ថោកផុត YouTuber ទូចវ៉ាវចឹងមិនថា business កាន់នៅកន្លែងហ្នឹងច្រើនចឹងកន្លែងហ្នឹងអូខេយើងឃើញណាបាទបងចឹងឥឡូវយើងត្រូវ spirit មក podcast នេះយើងនិយាយអាជីវកម្មខ្ញុំចង់ឲ្យក្មេងៗគាត់មកពីជំនាន់ក្រោយជាពិសេសអ្នកមើលអ្នកចង់ខ្លាចជា content creator អ្នកផលិតមាតិកាគាត់មើល podcast ដែរស្ដាប់ podcast ដែរចឹងចង់ឲ្យគាត់មើលទៅលើទម្រង់មួយហ្នឹងហើយមិញយើងនិយាយដល់ចំណុចដែលយើងអត់ទៅចូលដល់ទៀតនិយាយអំពី product ហ្នឹងហើយ product ពីជ្រុងរបស់ខ្ញុំហ្មងចាំមើលចង់សួររ៉ាក់គិតមិនពីជ្រុងរបស់ខ្ញុំមក product មាន2ទៀត product មាន merchandise ដែលជារបស់ដែលពាក់ព័ន្ធជាមួយនឹង content creator ហ្នឹងក្នុងនាមជា content creator ហើយមួយទៀតហ្មងនោះគឺ content creator ហ្នឹងគាត់ convert គាត់ graduate ប៉ុន្តែគាត់បញ្ចប់ដូចបានសញ្ញាបត្រពីអាជីព content creator មួយអញ្ចឹងគាត់ខ្លាយខ្លួនទៅជាម្ចាស់អាជីវកម្មគាត់ចេញទៅ launch brand ខ្លួនឯងតែម្ដងដូចបង្ហេងវិសាលអីចឹងទៅគាត់ចាប់ផ្ដើមទៅជាឥឡូវទៅជាម្ចាស់អាជីវកម្មហើយ cosmetic brand ខ្លួនឯង cosmetic brand ខ្លួនឯងចឹងមកទៅហ្នឹងហើយហ្នឹងក៏អាចវាជាទម្រង់មួយដែរវាខុសគ្នាពី merchandise វារបៀបអាវយឺតវាជាមួកវាជា sneaker វាជាកៅអៅស្រោមជើងសភៅអីទីទួចចឹងប៉ុន្តែដល់វាទៅជា brand មួយថ្មីដាច់ដライពីម្ចាស់ content creator ហ្មងគាត់យកគាត់ទៅរុញ separate brand មួយទៅថ្មីមកអាហ្នឹងវាជា brand របស់គាត់មួយដែរហ្នឹងហើយទៅជាអាជីវកម្មរាល់ថ្ងៃសបោឲ្យគេច្រើនជាងគេមើលត្រង់មកសួរត្រង់មកសបោមកជ្រុងណាច្រើនជាងគេសបោច្រើនជាងគេ client គាត់ឲ្យ product ឬក៏សេវាកម្មរបស់គាត់ហ្នឹងហើយយើងធ្វើ content promote អញ្ចឹងហ្មង promote អូខេចំអញ្ចឹងហ្មងហើយមួយទៀតអានេះអត់តមានតែគេដឹងទេគឺ client ខ្លះគាត់អត់នេះទេគាត់អត់យើងមិនបាច់ត្រូវការយើងទៅថតឬក៏យើងធ្វើ content ហ្មងទេប៉ុន្តែយើងទៅសេ content ឲ្យគាត់ហើយគាត់ថតក្រុមការងារគាត់គាត់ទិញ content ទិញ creative បាទអញ្ចឹងមិនថាវាជាអាជីពមួយថ្ងៃនេះជាជ្រុងមួយឯងខ្ញុំប្រពន្ធខ្ញុំជា agency ការងារនេះយើងធ្វើសឹងរាល់ថ្ងៃហើយតែយើងដឹងថាយើង actually មានភ្ញៀវដែលទិញដែលតាក់ទងទៅ JDT ដើម្បីទិញជាប្រភេទ asset ទាំងអស់ហ្នឹងទៀតហ្នឹងហើយអញ្ចឹងឥឡូវវាច្រើនកាន់តែច្រើនក៏ប៉ុន្តែអាជីពទៅវាកាន់តែចម្រើនទៅមុខបាទវាចាប់ផ្ដើមដើរទៅមុខច្រើនអូខេខ្ញុំរៀនបានអីថ្មីមួយថ្ងៃហ្នឹងព្រោះការងារហ្នឹងកន្លងមកគឺ agency ការងារ agency ហ្នឹងហើយប៉ុន្តែឥឡូវដោយសារតែ JDT គឺត្រូវបានគេទទួលស្គាល់គេឈ្មោះវត្តសម្លេងរឿង content creative ធ្វើ content ច្រើនឥឡូវយើងមានឱកាសខ្លាំងទៀតអញ្ចឹងបានថាច្រកច្រើនណាស់ក្នុងនាមជា content creator មានតែមកជ្រុងអារឿង page post ហ្នឹងទេហ្នឹងហើយគឺមានច្រើនជ្រុងមែនតើអូខេកន្លែងនេះគួរចាប់អារម្មណ៍អូខេមើលដោយសារតែនរៈមាន2ជ្រុងនរៈជា creator នៅក្នុង group ផងជា creator ហើយជាពិសេសនេះប្រហែលខែខ្ញុំដល់ហើយណាណៃមកអើយអូអត់ផុតហ្មងទីមែនណានេះថ្ងៃចាអីបានរ៉ាអើយអូត្រាពេកក៏គេវាយកផុតទៅអរគុណរ៉ាមែនតើអូអរេមិនដែរអារម្មណ៍ជាពិសេសវា start ដំបូងយើង start ពី group មកបាទបងដល់ឥឡូវយើងចាប់ផ្ដើមទៅជា solo មើលឃើញភាពខុសគ្នារបៀបម៉េចមើលឃើញអាជីវកម្មជា group អាជីវកម្មជា solo របៀបម៉េចខុសគ្នារបៀបម៉េចដែរអារម្មណ៍ខុសគ្នាច្រើនបងខុសគ្នាឆ្ងាយហ្មងជា group មានអារម្មណ៍ថាដូចប្តីប្រពន្ធហ្មងមានអារម្មណ៍ថាដូចក្នុងចកោមគ្រួសារមួយប្តីប្រពន្ធយល់ចង់និយាយបាទអញ្ចឹងវាមានច្រើនរសជាតិក្នុងហ្នឹងហ្មងមានថាទាំងល្អទៅអាក្រក់មានក្នុងទាំងអស់គ្រប់រសជាតិ
មានអាយើងធ្វើទៅត្រូវដូចថាត្រូវរើ symmetry គ្នាមានអាពេលខ្លះហ្នឹងគឺរកម្មរកុសមួយគ្នានិយាយទៅគ្រប់រសជាតិហ្មងប៉ុន្តែអីមួយដែលល្អពីក្នុងក្រុមគឺ idea ចេះតល់ហើយបងមានថាយើងមានកណិតរហូតមានអា creativity ហ្នឹងគឺដើររហូតហ្មងយើងអត់យើងរៀងតល់តែគ្នាយើងគាត់មាន idea បាទតែពេលគ្នាយើងតល់យើងទៅជួយដោះគ្នាអញ្ចឹងមានន័យថាដូចទ្វារមួយបិទទ្វារមួយបើកទ្វារមួយបិទទ្វារមួយបើកវាទៅនៅមានច្រត់រហូតប៉ុន្តែតាក់ទងជាមួយនឹងការធ្វើឯករាជ្យវិញ pressure ខ្លាំងមានថាការសម្រេចចិត្តឬក៏ការសរសេរ content ឬក៏ការរៀបចំ flow content ទាំងអស់គឺយើងតែម្នាក់ឯងសូម្បីតែការកាត់ក៏យើងតែម្នាក់ឯងដែរអញ្ចឹងវា pressure ហ្នឹងខ្ពស់ជាងមុនឆ្ងាយហើយ responsibility ហ្នឹងក៏ច្រើនជាងមុនឆ្ងាយហើយពិបាកអញ្ចឹងខ្ញុំទៅសើអ្នកដែលគាត់ធ្វើ content បែប solo ខ្ញុំទៅសើគាត់បាទចេញ content រាល់ថ្ងៃហើយសើខ្ញុំទៅសើគាត់មាន idea ធ្វើអាហ្នឹង consistently ប៉ុន្តែខ្ញុំស្មោះត្រង់ខ្ញុំគាំងច្រើនខ្ញុំគាំង content ច្រើនធម្មតាណាទូនិយាយថាមនុស្សហ្នឹងគាត់ creative រហូតកុហកហើយអត់អាចទេមនុស្សយើងភាពច្នៃប្រឌិតភាពគិតអា fresh របស់យើងតែមានថ្ងៃដោតហ្នឹងហើយបងដល់ពេលយើងទៅសើយើងមិនយើងពេលខ្លះខ្ញុំជាពិសេសអ្នកឆ្លងអាជីពខ្លួនឯងហើយយើងមិនមែនទៅសើគេត្រង់ថាគេ creative រហូតទេពេលខ្លះយើងទៅសើគេត្រង់ថាអាថ្ងៃគេអត់ creative ក៏គេធ្វើបានណាពួកយើងថ្ងៃណាដែលពួកយើងអត់មានគំនិតពួកយើងពិតជាបាក់នៅក្នុងការធ្វើមែនហ្នឹងហើយបងដូចខ្ញុំអញ្ចឹងបើថ្ងៃហ្នឹងខ្ញុំគិតថាខ្ញុំអត់មាន idea ដែលអាចធ្វើបានល្អខ្ញុំពិតជាអត់ចង់ធ្វើបខំធ្វើទាំងនេះបាទសរសើរអ្នកដែលគេអាចបុកទម្លុះអារនាំងនៃភាពច្នៃប្រឌិតគេបានហ្នឹងហើយមិនថាថ្ងៃហ្នឹងគេតក់សិច stress ខ្លាំងជួនកាលហើយនរៈខ្លួនឯងក៏ធ្លាប់មានបទពិសោធន៍ដែរថ្ងៃខ្លះហ្នឹងគឺជួបជាមួយរឿងសៅម៉ងអត់សុបាយចិត្តប៉ុន្តែត្រូវទៅបុកហើយសម័យមើលបើជួបបញ្ហាត្រូវគិត creative ទៀតខ្ញុំគិតចេញខ្ញុំសរសើរតែ3ដងអ្នកតែថាជួបនិយាយមែនជួបបញ្ហាអ្នកណាគេក៏ជួបដែរក្នុងវិស័យណាអ្នកណាគេក៏ធ្លាប់ឆ្លងបញ្ហាដែរប៉ុន្តែព្រោះនៅតែ positive នៅតែអាចរុញឲ្យបុកទៅផឹងកម្លាំងខួរក្បាលកន្លែងបុកទម្លុះអាបញ្ហាទៅធ្វើតែអញ្ចឹងនៅតែអាចមានស្នាមញញឹមធ្វើការនឹងទាំងសប្បាយចិត្ត positive professional មានអ្នកជុំវិញខ្លួនធ្វើបានទៀតអាហ្នឹងភាពរឹងមាំមួយអាហ្នឹងឈ្នះមួយខ្ញុំនិយាយមកអាហ្នឹងឈ្នះមួយបាទបងពីព្រោះថាបើមនុស្សវាត្រូវទៅជួបបញ្ហាអញ្ចឹងមានបញ្ហាមិនអល់ទេជួបបញ្ហាមិនចាញ់ទេបញ្ហាវាគឺដូចយើងលេងមកអូមានកន្លែងលោតវាគ្រាន់តែជាឧបសគ្គមួយដែលឲ្យយើងជួបថ្ងៃហ្នឹងបាទយ៉ាឬ career អាជីពណាគេ smooth រហូតណាអត់មានអាជីពណាគេ smooth រហូតទេចឹងមិនថាសរសើរតែកាន់អ្នកដែលគាត់ជួបបញ្ហាគាត់អត់បោះបង់គាត់ទៅមុខទៀតព្រោះមិនមែនមិនងាយទេពេលខ្លះទៅអ្នកណាក៏ធ្លាប់គិតថាបោះបង់ការងារអាជីពខ្លួនឯងអ្នកណាគេធ្លាប់គិតថាបោះបង់ហើយទាំងវ័យធ្វើការទាំងវ័យរកស៊ីជាអាជីព content creator សិតតែធ្លាប់ជួបទាំងអស់បាទចំណុចអីគេដែលបាក់ជាងគេក្នុងការធ្វើជា content creator នឹងសួរការប្រើការទៀតណាបាទបងបើមានរឿងមួយដែលពិបាកបំផុតក្នុងអាជីព content creator គឺអីគេឆ្លើយចេញពីបេះដូងហ្មងបាទខ្ញុំមាន2ចំណុចបងចំណុចទី1គឺតួលេខគឺស៊ីខួរខ្លាំងហ្មងតួលេខគឺវាយប្រហារ mental ខ្លាំងហ្មងដោយសារតែ content creator ខ្ញុំអត់ដឹងពីគេមិនអញ្ចឹងណាប៉ុន្តែសម្រាប់ខ្ញុំដូចយើងយកតួលេខជាសំខាន់ឧទាហរណ៍ view បើធ្វើឲ្យអត់មានអ្នកមើលវាពិបាកដែរវា pressure ដែរវាសម្ពាធដែរហើយយើងចេះគិតថាតើមានបញ្ហាអីគេបញ្ហាមកពី Facebook ឬក៏បញ្ហាមកពីយើងខ្លួនឯង content ខ្លួនឯងអញ្ចឹងយើងព្យាយាមរកមធ្យោបាយប៉ុន្តែស្មោះត្រង់ពេលដែលឃើញតួលេខដែលយើងអត់ដូចថាបានតួលេខដែលយើងអត់រំពឹងថានឹងបានតួលេខអញ្ចឹងវា pressure វារៀងសម្ពាធទី2តាក់ទងជាមួយនឹង deal with problem ដូចបងនិយាយមកអញ្ចឹងនិយាយទៅបញ្ហាវាមកគឺព្រោះនេះវិស័យ content creator សម្រាប់ខ្ញុំថ្មីនៅតែថ្មីសាឡាងនៅតែថ្មីបងសម្រាប់ខ្ញុំដូចវាខុសពីអ្វីដែលខ្ញុំធ្លាប់ធ្វើការងារកន្លងមកបញ្ហាគឺ unpredictable ខ្លាំងមែនទែនហើយកើតឡើង in millisecond អញ្ចឹងត្រូវការ flexible ខ្លាំងហើយស្មោះត្រង់ហត់ពេលយើងត្រូវការ flexible គ្រប់ពេលហើយខួរក្បាលត្រូវដើរគ្រប់ពេលហ៊ានតែយើងអត់ដូចថាខួរក្បាលពេលណាមួយថ្ងៃណាដែលយើងសម្រាកគឺមានអារម្មណ៍ថាខ្លួននេះ out of date អញ្ចឹងគឺខួរក្បាលត្រូវដើររហូតហើយអាពេលខួរក្បាលកាន់តែដើរ problem កាន់តែមកហើយកាន់តែ fragile ថាងាយនឹងប៉ះបញ្ហាហើយខ្ញុំពីមុនកន្លងមកព្យាយាមធ្វើម៉េចជៀសឲ្យផុតពីបញ្ហាធូរមិនក្រោយគឺអត់ចង់ជួបទេព្យាយាមជៀសតែដល់ពេលជួប
បាក់យកហ្មងតែឥឡូវអីមួយដែលខ្ញុំធ្វើវិញគឺខ្ញុំអត់ព្យាយាមជៀសបញ្ហាថាជួបមួយវាយមួយជួបមួយជួបធ្វើមួយជួបមួយដោះស្រាយមួយជួបមួយដោះស្រាយមួយបញ្ហាមកដោះស្រាយខ្ញុំអត់ជឿថាបញ្ហាដោះស្រាយចេញអញ្ចឹងខ្ញុំបដូរអាផ្នែកកម្រិតទៅធ្វើវាជួយ mental health ខ្ញុំប្រសើរឡើងវិញមកកម្រិតយេបងអញ្ចឹងបញ្ហាធំៗពីរហ្នឹងនេះសម្រាប់ខ្ញុំផ្ទាល់ណាយ៉ាហើយការពិតទៅបើដែលយើងនិយាយអំពីរឿងការជួបប្រទះបញ្ហាបាទហើយថ្មីយើងថ្មីជាភាសាថាអូវាជារឿងមួយដែលថ្មីសម្រាប់ពួកយើងអស់គ្នា100%មិនមែនតែនរ៉ាដែលធ្លាប់ជួបបញ្ហាអមរឿងនេះខ្ញុំដឹងដល់មកជីវិតថ្មីខ្លាំងមែនតើយើងគិតមើលចាប់ក្នុងនៅលើពិភពលោកយើងនៅលើពិភពលោកយើងទាំងមូលបាទអត់ទាន់មានអ្នកណាគេម្នាក់ដែលធ្វើជា content creator មួយជីវិតទេអាជីពហ្នឹងទុំតែកើតក្រោយ YouTube ទេគិតមើលហ្នឹងហើយបងអត់មានណាគេដែលកើតមកគឺធ្វើ content creator តាំងពីចាស់ដល់តាំងពីក្មេងដល់ចាស់ស្លាប់អត់មានការណៃខ្លះប៉ុន្តែបើយើងមើលទៅអ្នកដែលជា content creator ល្បីពីឆាត់តែពីមុនគាត់ធ្លាប់ជាអាជីពអីមួយហ្នឹងហើយបងហើយគាត់បដូរ content creator ទុំអាជីពហ្នឹងទុំតែអាយុប្រហែល20ឆ្នាំជាងហ្នឹងអត់តមានអ្នកគេធ្វើហ្នឹងមួយជីវិតទេហ្នឹងហើយបងវាមិនមែនដូចយើងធ្វើគ្រូបរិញ្ញាយើងធ្វើបលីយើងធ្វើអីដែលថាវាធ្លាប់មានបញ្ហាបែបហ្នឹងពីមុនមកដែលវាមានព្រៀនយើងអាចទៅ research បានទៅវារឿងមកថ្មីរហូតហ្នឹងហើយតន់ជាមួយនឹងបញ្ហារហូតទៀតមានរឿងមួយកើតឡើងក្នុងសង្គមនៅលើ social media ដែលថ្មីជ្រើងមែនតើថ្មីហ្មងលេចបញ្ហាថ្មីជ្រើងហ្មងដែលពីមុនពេលយើងមានបញ្ហាក្នុងសង្គមយើងអាចយកអាបញ្ហាមកធ្វើជា trend មកធ្វើជាល្បាយមួយដែលអាចបានតែចេះវាជាបញ្ហាមួយហើយតែយើងអាចយកវាមកធ្វើជា something ដែលរបស់ខ្លះដែលវាជា content មេតិកាខ្លះដែលវា entertain ជួយរំសាយកង្វល់របស់អ្នកមើលក្នុងគោលបំណងបែបហ្នឹងពីមុនយើងធ្វើរឿងនោះអត់អីតែបើយើងលើករឿងពេលរឿងនេះយើងជួបបញ្ហានេះយើងយកមកធ្វើស្រាប់តែជួបមួយបញ្ហាហ្នឹងហើយបងវាជារឿងមួយដែលថ្មីពីព្រោះពីមុនយើងធ្លាប់ធ្វើមួយបញ្ហាផ្សេងអត់អីដល់ឥឡូវយើងជួបបញ្ហានេះវាទៅជាបញ្ហារឿងនៅធ្ងន់ណាស់កុំលេងចឹងវាជារឿងមួយដែលថ្មីទាំងអស់គ្នាដែលយើងជា pod យើងរមែងតែជួបទៅលើរឿងហ្នឹងមិនមែនតែ content អ្នកមើលមេតិកាអ្នកធ្វើ marketing ក៏ដោយតែពេលខ្លះជួបយើងចង់លេង content មួយឲ្យ brand មួយយើងចង់ធ្វើ social post មួយឲ្យភ្ញៀវមួយយើងតាម trend ព្រោះនេះយើងជាអ្នកធ្វើការ social media គឺយើងតាម trend ហើយយើងធ្វើមិន create ដូចមួយថ្ងៃនេះគេយករឿងហាងឆេងមកធ្វើ poster អញ្ចឹងណាហ្នឹងហើយយើងមិនដឹងចុះបណ្ណាគេប្រកាន់យើងមិនដឹងអញ្ចឹងណាអញ្ចឹងគាត់ថាយើងថាបើយើងជួបបញ្ហាគឺយើងឆោមមុខទួលកំហុសកែប្រែហើយយើង move on បាទមានតែរឿងហ្នឹងចឹងគាត់ថាយូរទៅអ្នកដែលគាត់មិនសូវជួបប្រទះយូរទៅគាត់នឹងយល់ថាយើងមានបញ្ហាយើងប្រឈមមុខមួយវាលឿនកុំគិតបែបប្រឈមមុខវាលឿនព្យាយាមរកដំណោះស្រាយផ្ដល់ដំណោះស្រាយទោះបីយើងដោះស្រាយមិនបានទាំងស្រុងក៏យ៉ាងហើយណាត្រូវតែចូលរួមផ្ដល់ដំណោះស្រាយទៅហើយចប់យើង move on ទៅទាំងអស់គ្នាហ្នឹងហើយបងខ្ញុំគិតថាជំរឿនល្អបំផុតគឺបែបហ្នឹងបាទគិតបែបអត់គិតបែបក៏អត់ល្អដែរត្រូវអូខេអញ្ចឹងដល់ពេលនិយាយដល់កន្លែងហ្នឹងសំណួរនេះបើសួរមានសួរអាចសួរបានពីរប្រភេទបាទខ្ញុំជិតទៅតាំងពី season 3 មកម៉ែដែលខ្ញុំជួបមួយមិត្តភក្តិ creator ខ្ញុំតែសួរអំពី hot take នៅក្នុងវិស័យរបស់គាត់ hot take បើយើងនិយាយទៅអាចនិយាយថារឿងមួយដែលក្តៅគប់រឿងមួយដែលទើសចិត្តប៉ុន្តែកន្លែងនេះយើងអាចនិយាយចេះជារឿងមួយដែលនរៈគិតថានរៈសង្ឃឹមថាអាចថាឲ្យវាកែប្រែឬមួយក៏ឲ្យវាប្រសើរជាងនេះនៅក្នុងវិស័យរបស់នរៈសូនៅកន្លែងនេះនរៈនិយាយថានរៈជា content creator អ្នកផលិតមាតិកាពេញម៉ោងរូបបាទរ៉ាគិតថាមានអីដែលក្នុងវិស័យនេះដែលរ៉ាគិតថាសង្ឃឹមថាអាចកែប្រែបានល្អជាងនេះវ៉ាវអូខេខ្ញុំគិតថាមានមួយចំណុចហើយខ្ញុំគិតថាអាហ្នឹងវាប៉ះពាល់ធ្ងន់ជាងគេគឺសម្រាប់អ្នក creator ថ្មីដែលគាត់ទៅតែចាប់ផ្ដើមការងារជាអ្នកផលិតមាតិកាគឺmanager ការងារជា manager ឥឡូវខ្ញុំនិយាយចេះចោះសម្រាប់អ្នកដែលគាត់ធ្វើមាតិកាថ្មី manager មានន័យថាជាបុគ្គលម្នាក់ដែលគាត់រ៉ាប់រងទៅលើការងាររបស់យើងដូចជា schedule ការងារតាក់ទងជាមួយនឹងតាក់ទងមួយ client ឬក៏រៀបចំការងារយើងឲ្យរលូនហើយនឹងការធ្វើ PR មានន័យថា public relation ជាមួយនឹង client ជាមួយនឹងមនុស្សទូទៅជាមួយនឹង event ដែលយើងទៅហ្នឹងគឺគាត់រ៉ាប់រងការងារទាំងអស់អញ្ចឹងយើងធ្វើតែការងាររបស់យើងហើយអានេះវាជា
ទូនីតិរបស់ manager ប៉ុន្តែបញ្ហាមួយគឺនៅក្នុងវិស័យនេះគឺមាន loophole ច្រើន loophole ធំជាងគេមួយហ្នឹងគឺអឺអត់មាន system គ្រប់គ្រងល្អមានថា manager បើប៉ះអ្នកល្អ creator ហ្នឹងគាត់មានការងារច្រើនគាត់ដូច push ខ្លួនឯងបានទៅខ្ពស់លឿនហ្មងបើគាត់រើបាន manager ដែលល្អប៉ុន្តែបើគាត់រើបាន manager ដែលខុសមានថាគាត់ធ្វើការងារមួយជីវិតជា content creator របស់គាត់ហ្នឹងគឺគាត់ចិញ្ចឹមគេហ្មងអត់មានបានផលអីទាំងអស់ចុងក្រោយគឺគាត់ចិញ្ចឹមគេរហូតទៅដល់ពេលមួយគឺគាត់ feel traumatized ជាមួយនឹងការងារដែលគាត់ធ្វើហ្នឹងហើយគាត់លែងចង់ធ្វើក្នុងជីវិតគាត់នឹងបោះបង់ចោលក្តីសង្ឃឹមគាត់នឹងបោះចោលក្តីសម័យរបស់គាត់ជា content ជាអ្នកផលិតមាតិកាហ្នឹងគឺគាត់បោះបង់ចោលដោយសារតែមួយរយៈពេលដែលគាត់ធ្វើការហ្នឹងលទ្ធផលមកគឺអត់បានដូចអ្វីដែលគាត់ស័ក្តិសមជាមួយអ្វីដែលគាត់ខំប្រឹងនេះអញ្ចឹងខ្ញុំគិតថានេះវាមាន loophole ច្រើនហើយគេងាយស្រួលដើម្បី take advantage សម្រាប់ content creator ថ្មីបាទនរៈធ្លាប់ជួបបើតាមស្ដាប់ទៅប្រហែលជានរៈធ្លាប់ជួបបបពិសោធន៍នរៈធ្លាប់ជួបបបពិសោធន៍អីគេខ្លះអាចលើកឧទាហរណ៍មួយដែលនរៈគិតថាអាចនិយាយពីបបពិសោធន៍នរៈផ្ទាល់ក៏បានបើនរៈអាចចែកម្លែកបានអត់ចាំបាច់បញ្ចេញឈ្មោះឬមួយក៏អត់ចាំបាច់ point ទៅកាន់បញ្ហា brand ណាឬមួយក៏នេះណាទេបាទព្រោះវាខ្ញុំគិតថាគាត់ជាការចែករំលែកបបពិសោធន៍ដែលធ្លាប់កាត់ឡើងហើយហ្នឹងហើយបងឲ្យអ្នកក្មេងៗជំនាន់ក្រោយដែលគាត់អាចជៀសវាងបញ្ហាហ្នឹងបាទហ្នឹងហើយតែត្រូវប្រយ័ត្នឡើយណាហើយការនេះវាកាន់នរៈមិនខ្លះហ្នឹងនិយាយទៅតាក់ទងជាមួយនឹងរឿង manager ហ្នឹងចេះបងទី1នៅពេលដែលមាននរណាម្នាក់ដែលគាត់ take over ការងារហ្នឹងគេ take over ការងារជំនួសយើងហើយដែលគ្រោះថ្នាក់បំផុតហ្នឹងគឺយើងអត់នៅក្នុងការយើងអត់នៅក្នុងការ discussion រវាង client ហើយនិង manager របស់យើងឧទាហរណ៍បើ manager របស់យើងគាត់តាក់ទងការងារជាមួយនឹងក្រុមហ៊ុន A អញ្ចឹងរវាងការងារហ្នឹងគឺតើក្រុមហ៊ុន A ហើយនិង manager តែយើងអត់នៅក្នុងហ្នឹងឯងអញ្ចឹងអាហ្នឹងគឺ loophole ធំហ្មងអញ្ចឹងគាត់អាច take advantage បានច្រើនឧទាហរណ៍ mock up តម្លៃព្រោះ manager មិនមែនជា agency ទេ manager មិនមែនជាអ្នកធ្វើការខាង agency ទេមានថាបើ agency យើងទទួលស្គាល់ថាគឺត្រូវតែ mock up តម្លៃដើម្បីចំណេញគេ agency ឥឡូវគេអត់លាក់ទេអត់លាក់ទេគេត្រង់ហ្នឹងហើយបងគេត្រូវចំណេញដែរគេបុគ្គលិកគាត់1000ដុល្លារដើម្បីរៀបចំការងារយើង smooth ឬហ្នឹងយើងអាចយកបានទៅលើទិន្នន័យមួយចំនួនហ្នឹងហើយបងអានេះវាគឺត្រូវតែអញ្ចឹងដោយសារនេះជាការងាររបស់គាត់ប៉ុន្តែ manager different manager មានថាគាត់អាចជំនួសយើងមានថាគាត់ជាយើងអញ្ចឹងគាត់មិនមែនដើរតួជា agency ទេមានថាយើងបានចរចាការងារជាមួយគាត់ហើយយើងមាន fee ហើយយើងមាន fee ហើយប្រចាំឆ្នាំហើយហ្នឹងហើយបងអញ្ចឹងបើយើងអត់នៅក្នុង conversation ជាមួយនឹង client ហ្នឹងទេគឺ loophole មួយសម្រាប់ការងារហ្នឹងហ្មងមានថាគាត់នឹង mock up ពីលើហ្នឹងហើយគាត់នឹងយក fee ពីយើងថែមទៀតអញ្ចឹងអ្វីមួយដែលបញ្ហានោះគឺ client គាត់គិតថាអូហេតុអីក្រុមនេះថ្លៃមែនហេតុអីធ្វើការមួយក្រុមនេះពិបាកមែនហើយថ្លៃមែនទាំងដែលយើងទាំងដែល rate របស់យើងមិនមែនប៉ុណ្្នឹងទេប៉ុន្តែអានេះជាបញ្ហាទី1បញ្ហាទី2គឺនៅពេលដែល client គាត់ make payment គឺមិនមែន make payment មកយើងទេគាត់ make payment មក manager យើងអញ្ចឹង manager យើងគាត់ make payment តមកយើងអាហ្នឹង loophole ទី2អញ្ចឹងនិយាយទៅយើងគឺដូច back ទៅការងារ office ហ្នឹង back ទៅការងារយើងពីមុនខ្ញុំមានថាយើងធ្វើការស៊ីប្រាក់ខែរបស់ manager វិញអាហ្នឹងវាបញ្ហាអញ្ចឹងការងារដែលយើងធ្វើរាល់ថ្ងៃមាតិកាដូចថាយើងធ្វើការងារមួយខែបាន30ទៅ40វីដេអូក្នុងមួយខែ30ទៅ40 client ប៉ុន្តែ amount ដែលយើងទទួលបានវាអត់ស័ក្តិសមជាមួយនឹងការខំប្រឹងរបស់យើង put effort របស់យើងនៅលើហ្នឹងឯងអញ្ចឹងហើយទើបខ្ញុំនិយាយថាបើយើងត្រូវបាន manager ដែលល្អដែលគាត់ transparency មួយយើងការងារយើងរលូនមកហើយលឿនមក creator ហ្នឹងគឺគាត់ឡើងលឿនមកប៉ុន្តែបើគាត់រើខុសខ្ញុំគិតថាអត់យូរទេគាត់នឹងបោះបង់ហើយ give up ជាមួយនឹងការងារជាសុបិនរបស់គាត់ជា creator ហ្នឹងមកគាត់ traumatize ខ្ញុំអញ្ចឹងខ្ញុំដូចគ្នាខ្ញុំ bis នឹងបោះបង់ចោលដោយសារខ្ញុំ traumatize យេបងហ្នឹងរឿងមួយបាទមានការណៃផ្សេងអត់តែចាប់អារម្មណ៍ករណីមួយទៀតគឺការឲ្យការសន្យាដែលមិនពិតឧទាហរណ៍ពេលយើងធ្វើការមាន manager យើងនឹងសន្យាថាអូបងនឹងធ្វើឲ្យខ្លួនឯងចេះ1 2 3 4 5ការងារធំ brand ធំមានមុខមានមាត់នៅក្នុង
អីមួយនិយាយទៅសិតតែជាការសន្យាមួយទាំងអស់ប៉ុន្តែលទ្ធផលយើងនឹងមិនដូចអត់យើងទៅយើងអត់ឃើញណាហ្នឹង គេនិយាយធំគេសន្យាគេធំដើម្បីឲ្យយើង ធ្វើការមួយគេ ខ្ញុំចុះកងត្រាសហការហ្នឹង ហ្នឹងហើយ ដើម្បី បង បានមកគេខ្លាចតែប្រឡែង យ៉ា គេ បង យកយើងជាខែទៅគេធ្វើនៅអត់ម្សៅ ហ្នឹងហើយ ពីមួយគេសន្យាដើម្បីបានយើងអ្នកដើម្បីនេះផឹងធ្វើ content create ផឹងធ្វើ content ចេញមក view រាប់លាននេះបានមកមានកងត្រារបស់គេនឹងយកកងត្រាហ្នឹងគឺជា collateral គឺជាទ្រព្យបញ្ចាំមួយដែលគេអាចទៅរក business opportunity ផ្សេងៗមក ហើយ យ៉ា បានមកគេបាន deal ឲ្យយើងគេបានចំណូលមកយើងខ្លះមែនប៉ុន្តែចុះអាលុយគេមក up ពីលើយើងហើយអាលុយដែលពេលដែលបានមកយើងគេបានកក់ជួនកាលគេបោកយើងគេឲ្យលុយយើងឯងលុយនេះគេនឹងឲ្យយើងគ្រាន់តែគេឲ្យយើងភ្លាមឯងនិយាយខ្លីទៅគេដើរតួជាធនាគារផងជាអ្នកកម្ចីផងជាអ្នកចេញមុខជំនួសជាសាក្សីផងអីទៅគេលុយគេតម្កល់ហ្នឹងសម័យមើលឧទាហរណ៍មួយខែយើងរកបាន$5,000លុយហ្នឹងបើសិនជាគ្រាន់តែចូលមកថ្ងៃលេសេថ្ងៃ1ខែនេះថ្ងៃ1ខែ2នេះលុយរបស់យើងទាំងអស់ចូលមកដល់ដៃគេហើយគេต้องឲ្យយើងនេះគេហូលគេលែតមួយថ្ងៃ2ថ្ងៃដល់ថ្ងៃ3មកគេឲ្យយើងលុយ$5,000ហ្នឹងនៅគេ2ថ្ងៃហ្នឹងតើគេធ្វើបានគេខ្លះគិតមើលបើគ្រាន់តែគេបវលលុយហ្នឹងឧទាហរណ៍គេមានជាប់ធនាគារគេយកលុយហ្នឹងទៅបវលអីមួយផ្សេងដើម្បីដោះបំណុលហ្នឹងគេយកទៅសងធនាគារខ្លួនគេបោះបំណុលហ្នឹងឥឡូវគេអស់បំណុលហើយគេអាចខ្ចីលុយផ្សេងបានទៀតបវលដល់ទៀតគេខ្ចីបានលើសគេខ្ចីបានដល់ក្បាល10000ជាងគេដល់5,000ឲ្យយើងគេបានលុយ10000បវល free គេប្រើយើងជាទ្រព្យបញ្ចាំយ៉ាពីជុំនឹងបានច្រើនណាស់ហើយគេជពាក់ដល់ជឿថាមិនជពាក់2ថ្ងៃដូចខ្ញុំលើកឧទាហរណ៍ហ្នឹងនិយាយដល់កន្លែងហ្នឹងចង់សើចអូខេតែកន្លែងហ្នឹងមេរៀនមួយល្អដែលយើងឆ្លងហើយអរគុណនរ៉ាដែរដែលចែកម្លែករឿងហ្នឹងសង្ឃឹមថាកន្លែងហ្នឹងបងប្អូនឬមួយក៏អ្នកដែលគាត់ចូលមកយ៉ាងតោះចុះមិនមែនតាអ្នកផលិតមាតិកាទេអ្នកតារាអ្នក model artist គាត់អ្នកចម្រៀងអ្នកអីឬមួយក៏គាត់រកស៊ីមួយគ្នាអីអារឿងហ្នឹងរឿងណាដែលថាអាចស្វែងរកភាពកដាលបានភាពអាជាក្រាន់កដាលបានចន្លោះអាការបើកចំហឲ្យដឹងពីលុយកាក់មួយគ្នាមិនខ្លាចការរកស៊ីគួរតែមានគោលដៅគូរកស៊ីមួយនេះគួរតែត្រង់ទៅលើចំណុចណាដែលយើងអាចត្រង់បានកន្លែងហ្នឹងហើយហើយបើថាកន្លែងណាត្រូវ privacy ក៏ត្រូវតែមានព័ត៌មានច្បាស់លាស់ដែរហើយក៏ត្រូវតែមានការយល់ស្របពីដៃគូទាំងសងខាងតែតែខាងនេះយើងយល់ស្របពីព្រោះយើងនៅក្មេងយើងអត់យល់ថ្មីគេអាចយល់ថ្មីអូខេរឿងហ្នឹងជារឿងមួយដ៏ល្អខ្ញុំថាប្រយ័ត្នមែនតើរឿងហ្នឹងក៏មិនមែនតែកន្លែងនេះក៏ចង់បញ្ជាក់មួយនរ៉ាដែរក៏ចង់បញ្ជាក់ទៅកាន់ audience អ្នកមើលដូចគ្នាមិនមែនថាអ្នកដែលធ្វើជា content creator ជា manager ទេ no ពេលខ្លះ content creator យើងខ្វះបទពិសោធន៍ដែលយើងអាចរៀនសូត្រពី manager ដែលល្អបានបើយើងរកបានអ្នកគ្រប់គ្រងយើងល្អកន្លែងហ្នឹងហើយបើយើងមើលពីផ្ទុយវិញtalent agency មួយចំនួនឬមួយក៏ agency មួយចំនួនគេល្អមែនហើយគេចូលក្នុងវិស័យហ្នឹងគេពិតជាចូលមកដោយចេតនាចង់ពង្រឹងនៅស្តង់ដាស្តង់ដានៃប្រព័ន្ធការងាររបស់ content creator មែនពីព្រោះពេលខ្លះទៅ content creator ជាពិសេសបងប្អូនក្មេងៗគាត់ឡើងមក Gen Z ឡើយហ្នឹងនៅទៅមានចប់ឡើយទៅអីឡើយនៅក្មេងឡើយទៅមានចប់វិទ្យាល័យទៅអីឡើយហើយគឺគាត់នៅមានរឿងទៅមួយ professional នៅមានកម្រិតច្រើនតែយើងនៅអាយុច្រើនទៅពេលខ្លះក៏យើង fail ផ្លូវមាត់និយាយពាក្យមិនល្អម្ដងកាលយើងខកការងារយើងខកសន្យាមួយភៀវមួយម្ដងកាលដូចគ្នាអញ្ចឹងទម្រាំតែគាត់ក្មេងៗប្រហែលណាទៅមានចប់វិទ្យាល័យនៅមិនឡើងមកហើយអញ្ចឹងពេលខ្លះទៅមានអ្នកដែលគាត់ជា manager គាត់ត្រង់ទៅมันខុសហើយតែសំខាន់គឺថារើសឲ្យស្រួលបួលមានការប្រឹក្សាហើយអាចរកសួរនាំពីអ្នកដែលយើងអាចជឿទុកចិត្តបានហើយចេះប្រុងប្រយ័ត្នខ្លួនឯងទោះបីជាទុកចិត្តប៉ុណ្ណាក៏ដោយតែចេះប្រុងប្រយ័ត្នខ្លួនឯងតែចេះការពារខ្លួនឯងកុំជឿគេ100កុំជឿតែ100ហ្នឹងជារបស់ខ្ញុំនិយាយបានមកកុំជឿគេ100ទៅទុក10 20សម្រាប់ខ្លួនឯងជឿតែ 80% ឯបានហើយ Yes អូខេឥឡូវយើងនិយាយការងារច្រើនហើយណាតែអត់ដឹងជាណារ៉ាដឹងជាណាគេដាក់ពួកយើងឡើងនិយាយគ្នាការនិយាយតែដែរថាដឹងថានរ៉ាមានធ្លាប់បានគេសួរនៅក្នុង podcast អត់បាទមុនពេលធ្វើ content creator នរ៉ាធ្វើអីគេខ្ញុំធ្វើច្រើនបងពីមុនដំបូងផុតខ្ញុំធ្វើ HR អូខេធ្វើ HR ហើយការងារចុងក្រោយដែលខ្ញុំមុននឹងចេញមកធ្វើ content creator នេះខ្ញុំធ្វើជា retail operation director នៅក្រុមហ៊ុនមួយតែនៅលើផ្លូវលឿនលឿនបាទ
ចឹងខ្ញុំមើល operation នៅលើនឹងទាំងមូលតាក់ទងជាមួយ retail តាក់ទងជាមួយនឹងហាងតាក់ទងជាមួយនឹង mart តាក់ទងជាមួយអីផ្សេងៗក្រាសាំងយល់ទៅនៅលើមានសេវាកម្មអីខ្ញុំមើលទាំងអស់ អូខេជប់ពេលណាដែរជប់មកចាប់យកអាជីព content creator បឆ្នាំណាដែរឆ្នាំ2023បង2023ខែ7អូខេតែពេលហ្នឹងចាប់ផ្ដើមផ្ទុះខ្លាំងណាស់អត់ទេនៅយីបងអូខេមិននិយាយទៅដើមតងពេលហ្នឹងតិចចាំមើលពេលហ្នឹងខ្ញុំធ្វើវីដេអូ view អត់បានច្រើនណាស់ណាយបងមកល្មមទេប៉ុន្តែមូលហេតុដែលទាញឲ្យខ្ញុំឈប់ហ្នឹងគឺមានមួយ client មាន client មួយដែលគាត់តាក់ទងមកការងារភ្លាមពួកខ្ញុំឈប់ហ្មងឃើញច្រើនលុយហ៎គាត់តាក់ទងមកភ្លាមពួកខ្ញុំភាគខ្ញុំ convince ហ្មងខ្ញុំ convince មិត្តភក្តិពីរនាក់ទៀតក្នុងក្រុមហ្នឹងថា what if បើ client ឥឡូវ client មានមួយគេព្រមធ្វើការគេហៅយើងទៅ promote បានលុយប៉ុណ្ណេះតែធ្វើការអូខេល្អហើយបានសៅទឹកចុះបើ client មកផ្សេងទៀតហើយមិនមែនការងារសៅទឹកមានពេលណាធ្វើឲ្យគេចុះបើ client មិនមែនតែមួយខែហ្នឹងរកបាន10ទៅ20 30 client មានពេលណាធ្វើឲ្យគេអញ្ចឹងខ្ញុំគាត់ថាយើងចុះបើយើងចាប់ឈប់ពីការងាររបស់យើងមកធ្វើនេះហើយយើងដាក់ full effort ក្នុងហ្នឹងហ្មងតែមើលមានអីកើតឡើងហើយយើងធ្វើអាហ្នឹងជាឆ្នាំងបាយមានន័យថាអត់មានអាហ្នឹងយើងងាប់ហ្មងអត់បាយញ៉ាំតើមានអីកើតឡើងនរៈមនុស្សហក់បដាហោះបដាធ្វើស្លាប់បដាដែរនិយាយចឹងហ្នឹងហើយបងខ្ញុំចូល take risk ខ្ញុំចូល take risk អូខេហើយស្មោះត្រង់ពេលហ្នឹង scary មែនបងខ្ញុំភ័យដោយសារតែពេលហ្នឹងមានក្នុងឡងពេលដែលខ្ញុំឈប់ហ្នឹងមានបញ្ហាធំពីរកើតឡើងចេះម្លេះបានអត់បានម៉ាក់ខ្ញុំពីមុនធ្វើការនៅកន្លែងគាត់ចាស់ហ្នឹងកន្លែងគាត់ពេលដែលខ្ញុំ resign ភ្លាមកន្លែងគាត់បិទហើយអត់មានប្រាក់ខែហើយចំពេលដែលខ្ញុំឈប់ពីការងារហើយការងារខ្ញុំប្រាក់ខែខ្ញុំវាមិនច្រើនទេមួយរស់ទេហើយក៏មិនសល់អីច្រើនដែរដូចថាអត់មាន saving ច្រើនទេ saving មកល្មមតិចតួចបំផុតចំពេលហ្នឹងគឺម៉ាក់ខ្ញុំអត់មានការងារធ្វើទេហើយអញ្ចឹងខ្ញុំប្រភពចំណូលរបស់ខ្ញុំបើរស់បានយ៉ាងច្រើនផុតហើយច្រើនអស់ហើយមួយខែត្រឹមហ្នឹងហើយគឺទៅហើយតែខ្ញុំសម្រេចចិត្តថាឈប់ហើយខ្ញុំថាពេលហ្នឹងហើយបើយើងនិយាយពីនេះវិញគឺយើង all in នេះពេលហ្នឹងខ្ញុំ all in នេះមួយចានគោកមួយចានទឹកឯពេលហ្នឹងតែគ្រាន់ខ្ញុំគិតថាអីមួយខ្ញុំគិតថាបើអត់ស្អាតដឹងថាវានឹងទៅជាយ៉ាងណាពេលដែលខ្ញុំឈប់ភ្លាមធ្វើការងារឲ្យ client បានមួយភ្លាម luckily មាន client មកតរហូតដល់ពេលរយៈពេលមួយខែហ្នឹងបាន client 2-3 ដែរអាចទប់សម្រាប់ខែក្រោយមួយទៀតអញ្ចឹងរយៈពេលប្រហែលខែដំបូងហ្នឹងគឺបានត្រឹមតែមករស់ហ្មងនិយាយទៅដូចជាចិត្តតែ6ខែគឺធ្វើ content ហ្នឹងគឺបានត្រឹមតែមករស់ឯងមកទប់ថ្លៃទឹកថ្លៃភ្លើងហើយនឹងអាហារតិចតួចឯងរហូតដល់ចូលឆ្នាំថ្មី2024ដើមឆ្នាំបានចាប់ផ្ដើមផ្ទុះវីដេអូ 3-4 វីដេអូចឹងទៅក៏មាន client កាន់តែច្រើនទៅក៏អាចមានចំណូលរៀងប្រសើរជាងមុនបន្តិចទៅបាទតែអាមករយៈពេលដែលពិតជាពិបាកស្ទងផងមកអារយៈពេលដែលពីជួងអាជីវកម្មមកយើងមុខរបរយើងវាពិតជាគៀងតឹងលុយកាក់ខ្លាំងប៉ុន្មានខែតែថាចំណូលទៀតមែនតើ6ខែបង6ខែស្បគិតទេពេលហ្នឹងបើសិនជាយើងកវត្តចោលយើងមកធ្វើការវិញមានអ្វីកើតឡើងអត់ទេបងពេលហ្នឹងខ្ញុំ all in ហ្មងតែមានដែរមានកូនចិត្តថាចង់មើលទៅតទៅនឹងទៀតបាយទៀតបោការនេះជាងនឹងទៀតគិតស្មោះត្រង់គិតប៉ុន្តែអត់ធ្វើខ្ញុំគ្រាន់គិតថាបើចាំមើលគួរនៅធ្វើការសិនហើយធ្វើអាហ្នឹងតែអាទិត្យសិនហើយខ្ញុំគិតវិញមកថាអត់ទេបើនៅធ្វើការនៅតែប៉ុណ្ណឹងខ្ញុំនៅតែប៉ុណ្ណឹងអញ្ចឹងក៏ពេលហ្នឹងពីរនាក់ទៀតតាប់ឡូមួយរីកនៅធ្វើការបងមានតែតាប់ឡូដែលគាត់ឈប់មួយខ្ញុំតាប់ឡូមាន story អីផ្សេងតាប់ឡូដូចជាគាត់អត់អីទេដោយសារប្រពន្ធគាត់មានការងារធម្មតាហើយគាត់ដូចជាមិនជាអីប្រហែលទេដូចខ្ញុំគិតថាគាត់អត់ទាន់គាត់រៀង better បន្តិចតែគាត់ចំណូលគាត់នៅតែរៀងទៀបដែរតែគាត់រៀង better តែបើខ្ញុំអត់អីខ្ញុំអត់ប្រៀបធៀបបើថា situation ខ្ញុំមកខ្វះជាងគាត់ទេប៉ុន្តែគ្រាន់ម្លងពេលហ្នឹងគឺខ្ញុំស្ថិតក្នុង the lowest I can go យើងវាដូចបដា
ហ្នឹងហើយបង ទឹកហ្នឹងគឺចាញ់ហ្មងប៉ាំ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 ងយីរំទៅបានតែមកឈរដល់ បាទមកទុកឲ្យដល់រោននេះ ចុងទឹកឯង ឈរដល់ចុងទឹកឯងបងតែពេលហ្នឹងគឺហ៊ានតែប្រឡែងបើកដៃឲ្យគេដាក់តែម្ដាយតិចខ្ញុំ knock out ហ្មង មាន story អីដែរគួរអស់សំណើចកាត់ឡើងឯង6ខែហ្នឹងមានរឿងអីជូរចោះខ្លះជាបាន 6 ខែ ខ្ញុំតែនិយាយខ្ញុំកាត់បន្តិចណា បាទបង ព្រោះខ្ញុំពេលខ្ញុំ start ក្រុមហ៊ុនខ្ញុំពេលដែលខ្ញុំឈប់2022ចុងឆ្នាំចូលមក2023ខ្ញុំមាន story ច្រើនណាស់បាទខ្ញុំមាន story ជូរចត់ច្រើនមែនតើខ្ញុំអាចខ្ញុំនិយាយច្រើនដងហើយក្នុង podcast ចឹងខ្ញុំជឿថាពេលយើងពិបាកយើងមាន story interesting ច្រើនមែនតើរ៉ាក់មានទេ មានដែរបងនិយាយទៅ តែដឹកឡើងវិញអស់សំណើចចឹងមិនបានឯងទុកដល់ចំណុចនេះព្រោះឥឡូវយើងនៅតែមានរបស់យើងទៅចាប់ទៀត បាទបាទ តែនរ៉ាក់ស្រួលនរ៉ាក់ភាសាច្រើនមែនតើភាសាច្រើនហ្នឹងឯងគេនៅយើងគិតមើលទៅយើងគិតដល់យើងមើលយើងឥឡូវយើងភ្លេចគិតទៅខ្លះយើងភ្លេចមើលអាពីប្រយមកទៅយើងឆ្លងអីខ្លះ បាទ តើយើងមើលចឹងចុះមកអញដើរច្រើនឆ្ងាយណា យេបង យេ និយាយទៅពេលចាប់ផ្ដើមធ្វើ content ដំបូងហ្នឹងបងមានទូរស័ព្ទតែមួយដើមឯងហើយអត់មាន office អត់មានការិយាល័យមាននិយាយទៅអត់មានកន្លែងទេខ្ញុំទៅធ្វើនៅផ្ទះតាប់ឡូខ្ញុំជិះទៅផ្ទះគាត់ផ្ទះខ្ញុំពីផ្ទះខ្ញុំទៅផ្ទះគាត់ផ្ទះខ្ញុំនៅទូសកែហើយផ្ទះគាត់នៅសាជុកមាសអញ្ចឹងខ្ញុំជិះទៅរងថ្ងៃហើយទៅដល់អត់មាន content ធ្វើទេទៅដល់បាននឹកអង្គុយនឹកឃើញអង្គុយរនឹកមួយគ្នាហើយមើលពីគ្រប់កន្លែងមើលនិយាយទៅចែកខ្ញុំមើលពីអាន់វ៉ាផងមើលពីតិនហ្វីផងនិយាយទៅយក inspiration ពីគ្រប់ជ្រក់ហ្មងហើយធ្វើវីដេអូពេលខ្លះអាមកហឹកបានដូចជាអាទិត្យដំបូងហ្នឹងអត់មាន client ហ្នឹងហើយអត់មាននិយាយទៅអត់មាន client ហ្មងតែព្យាយាមធ្វើវីដេអូហើយរហូតដល់ពេលមានវីដេអូមួយនោះដែលពេលហ្នឹងគេជិះម៉ូតូហើយបុកអាតុកហើយបាត់ម៉ូតូហ្នឹងអាចជំនាន់ដល់ហ្នឹងអាហ្នឹងផ្ទុះម្ដងដល់ពេលផ្ទុះទៅក៏មាន client មួយពីរមកបែបមួយពីរសុបាយចិត្តខ្លាំងតែអីមួយដែលខ្ញុំអត់ចោលហ្នឹងគឺអា consistently ដែលធ្វើវីដេអូមានវីដេអូធ្វើរាល់ថ្ងៃហ្មងទៅគឺខ្ញុំបុកវីដេអូធ្វើរាល់ថ្ងៃមួយថ្ងៃយ៉ាងហោចណាស់ក៏2វីដេអូដែរ at least 2វីដេអូហើយអត់លុយអត់មានចាយទេតែមានថាសុបាយចិត្តមានថា enjoy ហ្មងមានថាដូចទោះបីជាមិនក៏នៅតែសុបាយចិត្តក្នុងការធ្វើរហូតទៅដល់ពេល6ខែហ្នឹងផិតផាយលុយផិតផាយហ្មងខ្ញុំខើទៅតែសួរថាចង់ឈប់អត់ទេមានថាដូច enjoy ហើយដូចមើលឃើញថា it is going there it's going somewhere រហូតដល់ដើមឆ្នាំมันចាប់ផ្ដើមមាន client មកគួរសមច្រើនគួរសមយ៉ាមនុស្សជាអត់ផុតពីចំណុចហ្នឹងអាចចំណុចទាំងអស់ហ្នឹងដែលធ្វើឲ្យអាឡោះយើងបានរាល់ថ្ងៃនេះបាទព្រោះយើងគិតថាយើងមិនទាន់ធំដល់ណាតែបើយើងមើលអាចំណុចនេះយើងប្រៀបមុននឹងមកឲ្យយើងដឹងថាយើងធំប៉ុណ្ណាអញ្ចឹងអ្នកផ្សេងតែពេលយើងគិតអញ្ចឹងណាអ្នកផ្សេងគេចង់ទៅផុតយើងប៉ុណ្ណាក៏ដល់យើងអត់ខ្វល់យើងខ្វល់តែខ្លួនឯងមួយណាតែ I think កន្លែងហ្នឹងតាក់ទងមួយកន្លែងហ្នឹងចុះសួរបែរអូសឹងទៀតណាហ្នឹងហើយបាទតាំងពីចាប់ផ្ដើមមកដល់ឥឡូវក្នុង career មួយនេះកុំនិយាយ career មុននិយាយតែ career នេះអា content creator នេះជាគ្រប់ហើយឥឡូវមកដល់ solo ខ្លះនេះដែលមានការវិនិយោគឲ្យខុសដែលស្ដាយខុសចាយលុយខុសដែលធ្លាប់ mess up ជាមួយលុយកាក់like bad purchase ឬមួយក៏គេបោកឬមួយក៏មិនដែលថាស្ដាយណាបើបាននិយាយទៅបើបានត្រឡប់ថយក្រោយវិញនឹងកែរឿងហ្នឹងមួយចេញនៅ career ទាំងអស់នេះណាស់ទីមកមានបងនិយាយឈឺđiមកពេលហ្នឹងពួកខ្ញុំput money ធ្វើ studio ពេលហ្នឹងមិនទាន់ជាមានអីច្រើនទេប៉ុន្តែពួកខ្ញុំជួលកន្លែងមួយអាហ្នឹងដូចជា warehouse មួយដែរធំគួរសមពីមុនកន្លែងហ្នឹង studio ដែរប៉ុន្តែខ្ញុំជួលតពីគេដល់ពេលជួលហ្នឹងទៅខ្ញុំ ពួកខ្ញុំ invest money ដើម្បីធ្វើ studio ចង់មាន studio ចង់ធ្វើដូចថា sitcom ចង់ធ្វើមានកន្លែងថតទទួលអីច្រើននិយាយទៅចង់ប្រើ studio មួយដែលល្អហ្មងចាយលុយធ្វើអញ្ចឹងធ្វើអា curve ដាក់ភ្លើងដាក់អីគ្រប់យ៉ាងគួរសមដែរដូចជា
5-6,000 ដែរហើយពេលហ្នឹង income អត់សូវច្រើនទេតែចង់ invest ធ្វើហ្នឹងហើយបូកជាមួយនឹងជួល rental អា area ហ្នឹងទៀតវាគួរសមតែពេលធ្វើហ្នឹងហើយតាំងពីពេលធ្វើរហូតដល់ខ្ញុំចេញពី office ចាស់ហ្នឹងគឺខ្ញុំអត់ដែលបានធ្វើការងារអីជាមួយនឹង studio ហ្នឹងសូម្បីតែមួយបច្ចេកអត់មានហ្មងគឺទៅទេហ្មងទិញភ្លើងទិញប្រប់ទិញអីមកគ្រប់យ៉ាងតែសូម្បីតែមួយបច្ចេកក៏អត់មានបានលុយពីបច្ចេក studio ហ្នឹងដែរអត់ហ្មងហើយខ្ញុំគិតឡើងវិញទៅcontent creator ណា គេទៅជិលអ្នកខ្លះទូរស័ព្ទមួយ តែ investing ច្រើនមួយ studio ហ្នឹងបងបើអាចត្រឡប់ថយក្រោយមុនពេលជួល studio ហ្នឹងនរៈគិតថាបើសិនជាឥឡូវមាន time travel ត្រឡប់ថយក្រោយទៅមុនពេលហ្នឹងនរៈសុខចិត្តមិនជួលឬមួយក៏នរៈនឹងមានផែនការប្រើវាឲ្យបានច្រើនជាងមុនធ្វើ show ធ្វើអីខ្ញុំគិតថាអត់ជួលទេបងព្រោះactually show ដែលពួកខ្ញុំ plan ធ្វើគឺបានធ្វើខាងក្រៅទាំងអស់ outside ទាំងអស់ហើយនៅ studio ហ្នឹងគឺដូចយើងយកលុយចាស់ចោលគឺខ្ញុំបើខ្ញុំត្រឡប់ទៅក្រោយបានវិញខ្ញុំអត់ធ្វើ studio ហ្នឹងហើយខ្ញុំអត់ជួល office ធំនោះហ្នឹងដល់ពេលឥឡូវនេះខ្ញុំឥឡូវមាន office ថ្មីទូចល្មមហ្មងហើយចំណាយតិចទៀតអញ្ចឹងបើខ្ញុំតាំងពីមុនមកខ្ញុំនៅ office កន្លែងហ្នឹងល្មមប៉ុណ្ណឹងល្អហ្មងមានលុយសម្រាប់ធ្វើ show បានច្រើនយ៉ាមេរៀនយ៉ាមានមេរៀនខ្ញុំឃើញយ៉ាងតងចុះ what you guys ធ្វើជាមួយ JDT dream ខ្ញុំធ្លាប់កាត់ JDT គឺជាអ្វីដែលជា dream job របស់ខ្ញុំពីមុន dream job ទី2ខ្ញុំស្នាងបាន dream job ទី1បាទបងធ្វើការ agency ធ្វើការ creative ចំណុចខ្ញុំធ្វើការ agency មែនឥឡូវការងារ agency ការងារ agency ការងារ trendy តែគេក៏ចង់ចូល agency ដែរជំនាន់ពេលខ្ញុំចូលធ្វើការងារ agency ប្រហែលជា 2-10 ឆ្នាំមុនមិនជា cool job ទេគឺជាការងាររបស់ nerd គឺការងារ like អ្នកការងារដែលអត់ដេកបានពួនហើយក៏មិនតែការខ្ពស់ណាស់ crazy ដែរ so ខ្ញុំបាន dream job នឹងមួយសប្បាយចិត្តមែនតើហើយមានជឿបានក្នុងវិស័យហ្នឹង10ឆ្នាំជាងពេលដែលខ្ញុំឈប់ពេលដែលខ្ញុំឈប់ពីការងារហ្នឹងណាខ្ញុំចូលមកអាជីពទី2ខ្ញុំពេលខ្ញុំបើក culture ដំបូងណាបាទបងខ្ញុំមាន idea តែវាសឹងថាដូច JDT ចឹងជាអ្វីខ្ញុំចង់ធ្វើភ្លាម JDT នរៈតន់ជំនាន់ just kidding film តន់អូខេ that's just kidding I want to do just kidding តែខ្ញុំចង់ធ្វើដូច just kidding new man like ឥឡូវមើល set ហ្នឹង yeah you feel the vibe yeah just kidding ដូច just kidding new ប៉ុន្តែក៏ដូច PVD podcast ដែរបាទវា vibe អញ្ចឹង so ខ្ញុំចង់បង្កើត something ដែលវា entertain ប៉ុន្តែវាស្របពេលមួយគ្នាវា educate ក្នុងពេលតែមួយហើយចង់ធ្វើ media ចង់ទៅជា multi media ឡើងចង់ធ្វើជាអ្នកដែល produce ឲ្យគេហើយបាទយើងធ្វើការ agency យើង produce ឲ្យគេបាទយើង media គឺយើង produce សម្រាប់គេដើម្បីមើលហើយយើងរច្រកឲ្យតាមហ្នឹងបាទចេញមកខ្ញុំធ្វើអត់បានand ពីជុំមកខ្ញុំហ្មងរបស់ខ្ញុំខ្វះគឺ the key person ដែលនិយាយស្របគ្នាដូច JDT ហើយ willing to ធ្វើពេលហ្នឹងដូចនរៈនិយាយមិញ6ខែមិញអាចំណុចហ្នឹងចំណុចនរៈខ្លាំងហើយខ្ញុំសួរនរៈធ្លាប់គិតថាឈប់អត់ខ្ញុំបើសិនជាខ្ញុំធ្វើអី3ខែខ្ញុំធ្វើអត់ចេញលទ្ធផលខ្ញុំ probably ថា quit ថាខ្ញុំ quit ក៏បានដែរបើខ្ញុំវិញខ្ញុំប្រើភាសាខ្ញុំរកច្រកផ្សេងថាអញ្ចឹងខ្ញុំទុំបីឲ្យបានលើស 3-4 ខែហើយតែវាត្រូវតែ work វាត្រូវតែបង្ហាញថាខ្ញុំ work ខ្ញុំអត់មាន patience អញ្ចឹងតែស្វ័យកន្លែងហ្នឹងសារនរៈកន្លែងហ្នឹងបើនរៈពេលហ្នឹងបើសិននរៈជាខ្ញុំនរៈក៏ដល់ចំណុចនេះដែរនរៈទៅផ្សេងបាត់ហើយតែដល់សិននរៈជានរៈមានអាស៊ូហ្នឹងនរៈមុតកន្លែងហ្នឹងឲ្យផុតក្រំផុតណាអានេះឥឡូវគឺយើងបានមកយើងកន្លែងហ្នឹងណាយល់បង so ខ្ញុំសួរបានហើយ also comment ជាខ្ញុំគិតថាប្រហែលជាវាចិត្តវាមនុស្សយើងប្រាប់តែវាខុសគ្នាដែល direction របស់វាស្អីយើងទៅអញ្ចឹងក៏ហត់មកធ្វើអីផ្សេងតែ yeah you guys live my dream life ខ្ញុំចង់ build ទៅយើងចឹងបាទបង យើងចឹង multimedia តែស្វ័យក្រោយមកពេលខាចាប់ដើមមានពេលវេលាគ្រប់គ្រាន់ទីយើងចាប់ដើមឲ្យក្មេងៗឲ្យ intern អីក៏ធ្វើអីលេង
ទៅជាបងយេស៊ូអីចឹងណា បាទបង វាទៅវាវាយទៅអញ្ចឹងហើយក៏ចេញជា event ចេញអីចឹងទៅតែតែនៅតែមានក្តីសម័យកូនជនចិត្តមួយនៅស្រឡាញ់អា multimedia digital media ជំនាន់ពេលខ្ញុំនៅក្មេងទៅមកខ្ញុំមកខ្ញុំចង់ធ្វើ BuzzFeed ខ្ញុំចង់ធ្វើដូច BuzzFeed បាទបង I want to do that I want to មាន studio មួយដែល just randomly បង្កើត idea ថ្មីមក and មានពីរជ្រុងគឺ work មួយ client មួយពីជ្រុង sponsor page ធ្វើផលិត production ឲ្យគេអញ្ចឹងលក់ show ឲ្យគេ បាទ and មួយទៀតគឺធ្វើ show ដើម្បី build income ខ្លួនឯងមក like page content បាទ subscription អីផ្សេងៗហើយឬក៏ merchandise ខ្លួនឯងអញ្ចឹងពីរជ្រុងហ្នឹង I think pot ចំនួនយើងឥឡូវមិនដឹងទេមិនដឹងតែពីជ្រុងហ្នឹង maybe យើងគួរ trend maybe ខ្ញុំឡើងមាន creative តែធ្វើអញ្ចឹងទៀតមើលទៅ អូខេ តា direction ហ្នឹងនរណាគិតថា charity នឹងទៅ direction ប្រភេទអាច break នៅទៅ area ទាំងអស់ហ្នឹងឧទាហរណ៍ merchandise ខ្លួនឯងដាក់ខ្លួនឯងអញ្ចឹងមានធ្លាប់គិតថានឹងទៅ area ហ្នឹងទេ និយាយទៅពួកខ្ញុំចង់ទៅអញ្ចឹងបងចង់មាន community សម្រាប់អញ្ចឹងបងធ្វើដូច BuzzFeed ខ្ញុំជួយចិត្តមើល BuzzFeed និយាយទៅមាន variety of content ហ្មង ខ្ញុំខាងយូរ BuzzFeed ឥឡូវនៅតែ active ចេញ នៅតែ active តែបងនៅតែ active ទៅ អូខេ ខ្ញុំចូលចិត្តដូច BuzzFeed មួយទៀតចូលចិត្តដូច Dude Perfect something like that I see yes Dude Perfect you different មក different pot គាត់ឲ្យខ្ញុំចាប់ផ្ដើមរៀងអាយុរៀង share តិចឥឡូវពួក digital media គេលែងទៅ level ពួក BuzzFeed ទៅ Dude Perfect ពួកគាត់នៅតែ view ច្រើនមិនដែរប៉ុន្តែគេទៅរបៀប Jubilee cut អីចឹង yeah វាទៅជាចឹងវិញវាមកវារៀង minimal ជាងហ្នឹង បាទ ខ្ញុំខំវាទូជាងហ្នឹងដូចគ្នា ហ្នឹង I still hope ថ្ងៃណាអាចធ្វើដូច cut វាអីបានដែរ ចង់ធៀបទៅចង់ប៉ុន្តែគ្រាន់ថា feel like អត់ទាន់ getting there ប៉ុន្តែខ្ញុំគិតថា soon ព្រោះខ្ញុំមិនអាចនិយាយទៅ JT មិនអាចនៅធ្វើ content អញ្ចឹងដដែលទៀតទេមានអារម្មណ៍ថាឥឡូវដល់ pitch មួយដែលបើមិនឡើងទេគឺត្រូវតែចុះហើយវាដល់ resistance line ហ្នឹងហើយបងអញ្ចឹងបានពួកខ្ញុំព្យាយាមរកអីថ្មីឥឡូវចង់ទាញទៅ show ឲ្យច្រើនជាងមុនចង់ទាញទៅបែបshort film ប៉ុន្តែ short film បែបដូចពួក Indo ពួក Malay ធ្វើបែបអញ្ចឹងជាងមុនវិញដើម្បីទាញឲ្យ new taste ឲ្យ audience ដែរព្រោះឥឡូវវារៀងថាចាប់ផ្ដើមដដែលហើយចាប់ផ្ដើមទៅលន់ហើយម្ហូបនេះចាប់ផ្ដើមទៅលន់ហើយ That's why យើងកំពុងព្យាយាមទាញតែគាត់ទាញអត់ទាន់បាន 100% ប៉ុន្តែគាត់ getting there ទៅតាមផ្លូវហ្នឹងហើយបង អូខេសដូចុងក្រោយមុនពេលចូលទៅ section ចុងក្រោយ អូខេបង បើជួបជាមួយនឹង version របស់បានរ៉ាជួបជាមួយនឹង version របស់នរ៉ា បាទបង មុនពេលបានគ្រាមួយហ្នឹងនរ៉ានឹងផ្ដល់ advice អីឲ្យគាត់ប្រាប់ថាម៉េចឲ្យប្រយ័ត្នអីគេហើយឲ្យប្រឹងលើអីគេហើយឲ្យស៊ូទៅលើអីគេ អូខេខ្ញុំនឹងប្រាប់ខ្លួនឯងថាឲ្យចាប់ផ្ដើមលឿនជាងនេះហើយឲ្យជឿលើខ្លួនឯងខ្លាំងជាងនេះពីរចំណុចហ្នឹងបងព្រោះខ្ញុំស្មោះត្រង់អាហ្នឹងកំសោយខ្ញុំហ្មងបងខ្ញុំអត់សូវជឿលើខ្លួនឯងខ្ញុំមានអារម្មណ៍ថារំពឹងទៅលើមជ្ឈដ្ឋានជុំវិញរៀង too much ឧទាហរណ៍ខ្ញុំសម័យមើលបើពេលហ្នឹងគ្នាខ្ញុំអត់មានអាគេ resign ពីការងារមកធ្វើទេខ្ញុំអត់ហ៊ានធ្វើខ្ញុំអត់ហ៊ាន stand out ខ្ញុំអត់ហ៊ានងើបឈរធ្វើទេតោះតែមានគេធ្វើដែរបើខ្ញុំហ៊ានធ្វើដែរតែបើខ្ញុំរៀងលះជាងហ្នឹងបើខ្ញុំទុកចិត្តខ្លួនឯងខ្លាំងជាងហ្នឹងទោះបីមិនក៏ខ្ញុំ push go on ហ្នឹង luckily សំណាងល្អដែលគាត់ឈប់ពីការងារមកធ្វើមកខ្ញុំចុះបើគាត់អត់ឈប់ខ្ញុំនិយាយថាខ្ញុំនឹងមិនអាចធ្វើការងារនឹងបានអញ្ចឹងខ្ញុំនឹងប្រាប់ខ្លួនឯងថាខ្ញុំគួរតែ start early ជាងហ្នឹងហើយខ្ញុំគួរតែទុកចិត្តខ្លួនឯងខ្លាំងជាងហ្នឹងចូលដល់ section ចុងក្រោយហើយអត់បានប្រាប់មុនទេ អូខេបងនិយាយប្រាប់មុនណាតែរឿងនេះបានប្រាប់មុនទេអត់អីបងមាន rapid fire question មួយអូ Yeah so សួរភ្លាមសុំចម្លើយភ្លាមអូខេបងចង់បញ្យល់តើការបញ្យល់តាមក្រោយសួរភ្លាមសុំចម្លើយភ្លាមអូខេទីខ្លួននៅអូខេបង
ឬមួយក៏ស្ដាប់ ស្ដាប់ ងើបពីព្រលឹមធ្វើការឬមួយក៏ធ្វើការលេបពេលយប់ ធ្វើការលេបពេលយប់ ភាក់ខែកលឬមួយក៏កំឆង កំឆង បហស៊ីលក់ផលិតផលឬមួយក៏លក់សេវាកម្ម លក់សេវាកម្ម បើមានជំរើសឲ្យរើសដាច់ខាតឥឡូវធ្វើជា content creator ឬមួយក៏រកស៊ី រស់ស៊ី អរគុណអរ៉ាច្រើនថ្ងៃនេះបានច្រើនបានរៀនពីអរ៉ាបានច្រើននៅគ្នា Thank you បង Thank you អូខេអរគុណអ្នកនរគ្នាកុំភ្លេច like subscribe នៅលើ YouTube follow ទៅលើបណ្ដាញសង្គមរបស់ពួកយើងទាំងអស់ TikTok page របស់ខ្ញុំ TikTok Facebook page របស់ខ្ញុំ social media ទាំងអស់របស់នរ៉ា TikTok Facebook IG យើងតម្លាក់នៅលើ link ខាងក្រោមទាំងអស់សូមទៅជួយគ្រប់គ្រងអ្នកនរគ្នាហើយចង់ជួប guest ណាទៀត comment ឲ្យខ្ញុំនៅខាងក្រោមអរគុណជួបគ្នានៅ episode ក្រោយ